សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយអញ្ចឹងថ្ងៃនេះគឺយើងមករៀនញ៉ង់សានាមបូកជាមួយនឹង Juseo Juseo ចាអញ្ចឹងឥឡូវយើងមើលឃ្លាដំបូងគេនិយាយថា Coffee sale Coffee sale តើមានកាហ្វេទេ Coffee កាហ្វេ Iseo មាន B ឆ្លើយថា Nei sale Nei sale បាទចាមាន A ក៏ឆ្លើយទៀតថា Coffee Juseo Coffee Juseo សូមឲ្យកាហ្វេអញ្ចឹងពាក្យ Juseo ហ្នឹងមានន័យថាសូមឲ្យយើងដាក់បន្ទាប់ពីក្រោយនាមចាហើយ B ក៏ឆ្លើយថា Nè yogi sale Nè yogi sale បាទចានេះណែចាអញ្ចឹងឥឡូវយើងមកធ្វើការបំបែកទម្រង់ក្នុងការប្រើប្រាស់ Juseo អញ្ចឹងដោយសារmìnhនិយាយប្រាប់ហើយញ៉ង់សានាមគឺយើងបូកជាមួយនឹង Juseo មានន័យថាឲ្យឧទាហរណ៍ថាសាខ្វាផ្លែប៉ោមសាខ្វាគឺជានាមយើងបូកជាមួយនឹង Juseo ទៅជាសាខ្វា Juseo សូមឲ្យផ្លែប៉ោមអញ្ចឹងមកចាបន្ទាប់មក check សៀវភៅអញ្ចឹងយើងដាក់បន្ទាប់មក Juseo ពីក្រោយទៅជា check Juseo សូមឲ្យសៀវភៅអញ្ចឹងទៅចាអញ្ចឹងយកទៅ4គ្រាន់តែបដូរពាក្យសាខ្វា check ទៅជានាមអីផ្សេងទៅជាការស្រេចហើយសូមឲ្យរបស់ផ្សេងដូចជា handphone Juseo សូមឲ្យ phone ទូរស័ព្ទឬក៏យ៉ាន់ភី Juseo សូមឲ្យខ្មៅដៃអញ្ចឹងទៅធុន Juseo សូមឲ្យលុយអញ្ចឹងទៅណាអញ្ចឹង Juseo នេះយើងដាក់នាមនៅពីខាងមុខទៅជាការស្រេចហើយចាមានសំណួរអាចសួរសាមបានណាបើសិនបើអត់មានទេយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយអញ្ញងអញ្ចឹងសម្រាប់វីដេអូនេះគឺឧបត្ថម្ភដោយក្រែមញឹកមាត់និរ័តដែលផលិតដោយកូនខ្មែរ